រម្មណ៍រឿងលុយអ្នកចង់ស្រូបលុយបានចូលអ្នកដឹងគុណឲ្យខ្លាំងបំផុតអរគុណលុយចាប់ពីស្អែកទៅឬយប់នឹងទៅឬអរគុណគ្រប់យ៉ាងនៅក្នុងជីវិតអ្នកឬអរគុណ business របស់អ្នកឲ្យបានមួយថ្ងៃយ៉ាងតិច24ដងឬនឹកឃើញអរគុណនឹកឃើញអរគុណនឹកឃើញអរគុណមុំឆ្ងល់អូយស្អីទៅចក្រវាលចានឹងចាចក្រវាលគឺអីគេ the universe ពិភពលោកទាំងមូលត្រូវកាត់រកដណ្ដប់ដោយច្បាប់នៃចក្រវាលឬនឹងមិនមែនឬឯងនឹងច្បាប់នៃការស្រូបទាញច្បាប់នៃការស្រូបទាញគេ the law of attraction ច្បាប់នៃការស្រូបទាញចឹងអ្នកជាអត់ផុតទេណាអូយខ្ញុំមិនមែនចក្រវាលអីទេខ្ញុំមិនមែនកូនចក្រវាលខ្ញុំអត់ខ្វល់នឹងចក្រវាល yes it's okay តែអ្នកនឹងខាត់ផ្លូវកាត់នៃជីវិតអ្នកនឹងបាត់បង់ផ្លូវកាត់នៃជីវិតដែលវាងាយស្រួលនៅក្នុងជីវិតបំផុតបើសិនជាអ្នកចេះ click lock តែបន្តិចច្បាប់នៃការស្រូបទាញមានពិតច្បាប់គឺជាច្បាប់អត់អាចប្រឆាំងតវ៉ាមិនមែនច្បាប់កាត់ក្តីដោយមាត់មនុស្សតែវាសុក្រិតបំផុតនៅក្នុងโลกនេះដូចច្បាប់នៃហេតុនិងផលកម្មពៀច្បាប់នៃធម្មជាតិកើតចាស់ឈឺស្លាប់អ្នកអត់អាចប្រឆាំងតវ៉ាបាន the law of attraction ដូចគ្នាអ្នកអត់អាចប្រឆាំងបានអូខេអ្នកមានសិទ្ធិមិនជឿតែអ្នកក៏ត្រូវតែដើរត្រសងទៅជាមួយច្បាប់នៃការស្រូបទាញមួយនេះក្នុងโลกនេះអ្នកអាចស្រូបបានគ្រប់យ៉ាងដែលអ្នកប្រាថ្នាអូងាយអញ្ចឹងផង yes តែវាមានវិធីការរបស់វាមិនមែនគ្រាន់តែនិយាយឲ្យស្រូបបានមិនគ្រាន់តែដឹងឲ្យស្រូបបានទេបើមិនគ្រាន់តែដឹងគ្រាន់តែនិយាយស្រូបបានអ្នកស្រូបបានគ្រប់យ៉ាងហ៊ាននិយាយទៅហ៊ានធានាគ្រប់យ៉ាងថាច្បាប់ស្រូបទាញគឺជាអ្នកដែលឲ្យជីវិតខ្ញុំមានរឿងហ្នឹងអញ្ចឹងចូលដល់មេរៀនស្ដាប់ឲ្យច្បាស់ហើយយកទៅធ្វើថ្ងៃហ្នឹងកុំមើលលទ្ធផលថ្ងៃហ្នឹងធ្វើឲ្យគ្រប់90ថ្ងៃសិនខ្ញុំចង់ឲ្យ key ថ្លៃមួយទៀតច្បាប់ស្រូបទាញ90ថ្ងៃទើបចេញឥទ្ធិពលបែបអភិនិហា21ថ្ងៃ stop ដូរបានមុំទេអ្នកខ្លះគាត់ធ្វើបាន21ថ្ងៃគាត់គ្រាន់បើហើយគាត់លេងធ្វើគាត់ភ្លេចជីវិតទៅសភាពដើមវិញសូមប្រាប់ថា90ថ្ងៃទៅធ្វើឲ្យអ្នកដូរបែប360បានហើយវាក៏คล้ายជាសន្តានថ្មីរបស់អ្នកខ្ញុំប្រាប់មកឲ្យតា21ថ្ងៃបដូរ design 90ថ្ងៃបដូរសន្តានថ្មីរបស់អ្នកជីវិតអ្នកនឹងទៅអូតូម៉ាទិកព្រោះអីខ្ញុំមិនមែនបរៀនឲ្យអ្នកតែមโนទេឲ្យអ្នកមានសតិបញ្ញានិងការអនុវត្តទៀតមិនមែនមโนដេកលើកជើងខ្ញុំតែនិយាយមโนដេកលើកជើងអត់បានអីទេតែបើមโนឲ្យធ្វើអ្នកនឹងបានលទ្ធផលគុណនឹង100គេកាលពីមុនលើតែឈ្មោះម៉ែរួយហើយចាំឈ្មោះម៉ែទុកឥឡូវបានចូលជាតំណាងចាអរគុណអូខេតោះទៅអញ្ចឹងខ្ញុំចង់ប្រាប់ថាថ្ងៃដែលខ្ញុំបំណុលអ្នកទាំងអស់គ្នាដឹងមិនអត់ខ្ញុំទៅរៀនមេរៀនប៉ះគ្រូបាអាចារ្យប្រាប់ថាអូខេក្នុងហៅប៉ៅរបស់អ្នកមានលុយប៉ុន្មានក្នុងកាបូបរបស់អ្នកមានលុយប៉ុន្មានមិនថ្មីតែកូនចាចូលអ្នកមិនមែនតែលុយទេណាគ្រប់យ៉ាងហ្មងមិនថាស្នេហាមិនថាលុយមិនថាគ្រប់យ៉ាងដែលអ្នកប្រាថ្នាអ្នកត្រូវទៅដឹងគុណជាមុនសិនខ្ញុំទទួលស្គាល់ថានៅពេលដែលអ្នកអត់មាននៅពេលដែលអ្នកកំពុងតែខ្វះខាតវាលំបាកនឹងធ្វើឲ្យអ្នកដឹងគុណនៅអ្វីដែលអ្នកកំពុងមានហើយបំណុលរំសួនអីបំណុលពេញគ្រប់ everything វាអត់អូខេ everything វាពិបាកណាស់និយាយទៅខាងណាក៏វាពិបាកដែរតែហេតុអីអ្នកខ្ញុំដឹងគុណខ្ញុំនៅផ្ទះខ្ទមកញ្ចាស់កាបូបដល់ចាស់មួយឡានកញ្ចាស់ម៉ូតូកញ្ចាស់ឲ្យខ្ញុំទៅដឹងគុណមិនឲ្យខ្ញុំទៅសំណឹកដឹងគុណមួយថ្ងៃ24ដងមិនបើវាអត់មានអីផងហ្នឹងតើវាមានអ្វីគួរឲ្យដឹងគុណអរគុណអ្នកដឹងអត់ការសំណឹកដឹងបុណ្យគុណគឺជាកម្លាំងដ៏សឹកកម្លាំងស្រូបទាញដល់មហិមាអីនៅពេលដែលអ្នកដឹងគុណអ្វីមួយដោយអស់ពីចិត្តវាប្រៀបស្មើនឹងដឹងគុណឲ្យអរគុណណាតែដឹងគុណឲ្យអរគុណទេត្រូវទេព្រោះបានលទ្ធផលហើយតែដឹងគុណមែនទេព្រោះអីអារម្មណ៍អ្នកគឺទទួលបានរួចរាល់ហើយចក្រវាលដឹងទេថារឿងហ្នឹងពិតឬមិនពិតខ្ញុំមិនដែរកញ្ញារឿងនេះណាចក្រវាលអត់ដឹងថារឿងហ្នឹងវាពិតនៅក្នុងโลกនេះឬអត់តែគេទទួលដឹងដោយអារម្មណ៍រត់តែដឹងគុណអញ្ចឹងខ្ញុំប្រាប់ថានៅពេលដែលអ្នកចង់ឲ្យជីវិតអ្នកប្រសើរឡើងឬអ្នកចង់បានផ្ទះថ្មីខ្ញុំទៅក្រាបសំពះផ្ទះចាស់ផ្ទះជួលពីមុនមកផ្ទះជួលចាស់នឹងខ្ញុំមិនដែរដឹងគុណឬក៏ខ្ញុំមិនដែរដឹងគុណជីវិតកន្លងមកដែលខ្ញុំជួបទេខ្ញុំតែងតែបន្ទោសថាជីវិតយើងពិបាកវេទនាកំព្រាក្របងប្អូនច្រើនអត់បានរៀនខ្ពស់
អ្នកដែលកតញ្ញូដឹងគុណនៃការដែលខ្ញុំមានអ្វីនៅក្នុងខ្លួននេះតែនៅពេលដែលច្បាប់នៃការសរុបព្រៀងប្រាប់ថាបើសិនជាអ្នកចង់ផ្លាស់ប្ដូរជីវិតអ្នកចង់មានជីវិតថ្មីចូលអ្នកដឹងគុណជីវិតអរគុណជីវិតចាស់អ្នកឲ្យខ្លាំងបំផុតលុយមានប្រមាណក្នុងហៅប៉ៅអ្នកក្នុងកាបូបអ្នកមានលុយមែនពីមុនខ្ញុំមិនដែលមានលុយដល់ 1000 2000ទុកទេព្រោះខ្ញុំតែមាន500ខ្ញុំវេទៅបងខ្ញុំ 1000ខ្ញុំវេទៅបងខ្ញុំទុកវេទៅរោងចក្រទុកវេទៅឲ្យអ្នកគ្រូណាខ្ញុំមិនដែលមានអារម្មណ៍ថាខ្ញុំដឹងគុណលុយដែលរកបានមករាល់ថ្ងៃលក់បាន100 200 300អត់បានដឹងគុណទេលក់បាន100ខ្ញុំតែងគិតថាហេតុអីមិនលក់បាន 400 500ទៅហេតុអីមិនលក់ដាច់ដូចគេ1000 2000ទៅការសម្ដេចដឹងគុណការអរគុណខ្ញុំជឿថាមនុស្សខ្លះស្ទើរតែមិនបានអរគុណអ្វីនៅក្នុងជីវិតសោះតែម្ដងមែនឬមិនអ្នកខ្លះកើតមកដល់អាយុប៉ុណ្ណឹងហើយ30 40ដែលមានអារម្មណ៍ថាសំណឹកដឹងបុណ្យគុណអ្វីដែលខ្លួនទទួលបាននេះជីវិតអត់ដែលសមប្រាថ្នាសមបំណងទេខ្ញុំដូចគ្នាទោះបីខ្ញុំបានអីមកខ្ញុំសប្បាយចិត្តមួយផ្លេតខ្ញុំមិនដែលប្រើពីអរគុណអរគុណដែលទទួលបាន no អ្នកដឹងអត់បើសិនជាអ្នករឹតរាល់ថ្ងៃនេះអាខ្លួនវាមានហើយវាចិត្តតែមានរឿងល្អចូលមកនិយាយពីអរគុណចង់100លានដងខ្ញុំអរគុណរាល់ថ្ងៃនេះខ្ញុំងាកទៅខ្ញុំឃើញអីក៏ខ្ញុំអរគុណខ្ញុំឃើញក៏ខ្ញុំអរគុណសំបីតែងើបមកមានទឹកក្រូចផឹកខ្ញុំអរគុណងាកទៅឃើញឆ្កែក៏ខ្ញុំអរគុណដែរដោយសារអីបើខ្ញុំអត់មានលុយខ្ញុំចាំឆ្កែបានទេ4 3 4នេះគ្រប់យ៉ាងទៅដើរចូលទឹកស្អាតទឹកស្រោចស្រពខ្លួនអូហូអរគុណគ្រប់យ៉ាងហ្មងលុយដកទិញអីវ៉ាន់អនឡាញអូម៉ូតូដុបតដូចគ្នាមកផ្ទះអរគុណម៉ែអរគុណហើយជីវិតខ្ញុំក៏រត់តែទទួលបានលុយចូលគ្រប់ច្រកគ្រប់ទិសចុះពីមុនអត់តែចំណុចដែលចាប់ផ្ដើមគឺថ្ងៃដំបូងដែលខ្ញុំចាប់ផ្ដើមអរគុណថ្ងៃហ្នឹងគ្រូប្រាប់មកអូខេលុយក្នុងអបៅកាលហ្នឹងខ្ញុំចាំបាននឹងមានតែ100 200ហ្នឹងកាបូបអ្នកចាប់ផ្ដើមមកចង់ឲ្យលុយចូលទេឥឡូវលុយមានប្រមាណនៅក្នុងកាបូបហ្នឹងសាកមកសំដឹកដឹងបុណ្យគុណឲ្យខ្លាំងបន្តិចហ្នឹងដែរអរគុណកាបូបដៃហ៎មែនម៉ែអញ្ចឹងមែនដែរអរគុណកាបូបដៃឲ្យកាន់រាល់ថ្ងៃហ៎ដក500 1000ចាយឬ5000 10000ដែរមានអារម្មណ៍ថាអរគុណទេអរគុណលុយដែលបានទិញទឹកផឹកទិញបាយញ៉ាំដែរអរគុណទេចិត្តនឹងវាមិនអរគុណទេគាត់ថាអញចង់បានលុយច្រើនចង់បានលុយ10000 1000ដូចគេចង់ចាយជាដូចគេអារម្មណ៍ខ្វះខាតអញ្ចឹងតែចក្រវាលនឹងឲ្យអីនេះឲ្យតែភាពខ្វះខាតមកអ្នកមានអត់ moment នៃជីវិតពេលខ្លះអានេះឲ្យអ្នកត្រឡប់ទៅសិក្សាពី moment ឬអារម្មណ៍ចាស់ណាមួយដែលច្បាប់ស្រូបទាញវាធ្វើការនៅពេលដែលអ្នកមានអារម្មណ៍ថាខ្លួនអ្នកមានលុយហើយលុយវារត់ទៅចូលមកអ្នកអត់មានអារម្មណ៍ថាស្រេកឃ្លានកុហលខាយមែនអត់អញ្ចឹងលុយបើសិនជាអារម្មណ៍របស់អ្នកមិនកតញ្ញូដឹងគុណពាក្យថាកតញ្ញូដឹងគុណអរគុណនឹងមានន័យថាខ្លួនអ្នកវាទទួលបានមហាសាលហើយមនុស្សរត់ទៅអរគុណខ្លាំងតែជីវិតពិតទទួលបានប៉ុណ្ណាតែយើងត្រូវ acting មកសិនយើងត្រូវអីចក្រវាលទទួលដឹងដោយអារម្មណ៍ D4 ខ្ញុំនឹងកញ្ញីឬអារម្មណ៍តែ D នេះខ្ញុំសូមឲ្យអ្នកកញ្ញីរឿងអរគុណសិនអញ្ចឹងគេអត់ដឹងទេហើយនៅពេលអ្នករត់អរគុណដូចវាបន្ថែមនៅអ្វីដែលចក្រវាលត្រូវចាត់រៀងឲ្យអ្នកថាហុយម្នាក់នឹងចំអូយអ្នកមិនទាន់យល់ពីចក្រវាលច្បាស់ចាំ D អារម្មណ៍មកខ្ញុំប្រហែលអញ្ចឹងគាត់ចង់ប្រាប់ថាអ្នកចូលអ្នកទៅសំណឹកដឹងបុណ្យគុណគ្រប់យ៉ាងខ្ញុំនៅផ្ទះជួលខ្ញុំអរគុណហើយអូខេមកដល់វគ្គកាបូបលុយថ្ងៃហ្នឹងណាខ្ញុំ workshop បែបគ្មានខសង្ស័យអីទាំងអស់ចាប់ផ្ដើមមកសម្លឹងមើលកាបូបលុយខ្លួនឯងកាបូបដល់ចាស់អរគុណកាបូបដល់ចាស់ដែលតែខ្ញុំបើកទៅមានលុយទិញអ្វីញ៉ាំទិញអីបានចំនួនលុយក្នុងនឹងប្រហែលកាលហ្នឹងខ្ញុំចាំមិនបានទេថាមានប្រហែលព្រោះវាយូរហើយឥឡូវអត់ចង់ខៅទេលុយព្រោះអីកូវីដតែលុយនេះយកមកដេកនៅផ្ទះយូរហើយថាប់លុយលក់បានប្រហែលក៏អរគុណចូលទៀតនេះជាខីដែលកូនចៅខ្ញុំធ្វើមកមិនដែលដាច់សូរពួកគាត់ទៅអរគុណសំណឹកដឹងគុណគាត់ឥឡូវអ្នកទាំងអស់គ្នាទៅសួរអ្នកដែលប្រើច្បាប់ទៅទីបានជោគជ័យដឹងគុណនៅអ្វីដែលកំពុងមានមហាសាលប្រើអារម្មណ៍បែបដឹងគុណបំផុតអរគុណនៃខ្លាំងបំផុតអូយអរគុណអស់ពីចិត្តស្គាល់ឲ្យយល់ទេដូចខ្ញុំអញ្ចឹងកាលហ្នឹងអត់ធូបអូយជានេះតែអរគុណដែលកូនទទួលបានលុយ500អរគុណខ្ញុំអរគុណរាល់ថ្ងៃងាកទៅឃើញជានេះទេខ្ញុំអរគុណទាំងតែយើងលក់អត់ទាន់បាន500ហ្នឹងមួយថ្ងៃនេះគឺជាចន្ទើនៃការស្រូបភាពស្ដុកស្ដំអ្នកចង់ស្ដុកស្ដំរឿងលុយអ្នកចង់ស្រូបលុយបានចូលអ្នកដឹងគុណឲ្យខ្លាំងបំផុតអរគុណលុយចាប់ពីស្អែកទៅឬយប់ហ្នឹងទៅឬអរគុណគ្រប់យ៉ាងនៅក្នុងជីវិតអ្នកឬអរគុណ business របស់អ្នក
ឲ្យបានមួយថ្ងៃយ៉ាងតិច24ដងឬនឹកឃើញអរគុណនឹកឃើញអរគុណនឹកឃើញអរគុណអ្នកដឹងអត់ key to success ក្រុមហ៊ុនខ្ញុំស្អីអត់អរគុណអតិថិជនទាំងអតិថិជនអត់ទាន់មានអរគុណផលិតផលទាំងមិនទាន់ហោះពីថៃមកខ្ញុំអរគុណផលិតផលខ្ញុំអរគុណអតិថិជនខ្ញុំអរគុណតំណែងដែលបានកាត់ទៅមកដល់ភ្លាមអស់ភ្លាមគេទេវាមិនមែនប្រើចំពោះតែរឿងលុយទេគ្រប់យ៉ាងអរគុណផលិតផលអូយខ្ញុំប្រាប់អូយយកគីប្រចាំក្រុមហ៊ុនមកដាក់បើសិនជាអ្នកមានផលិតផលដែលវាសល់ដែលគិតថាលក់អត់ដាច់ឬអ្នកកំពុងតែប៉ែកលក់អត់ដាច់ទេកំពុងតែកាំងស្ញាញ់លក់អត់ដាច់ទេអ្នកចង់លក់ដាច់ទេអបមាថានេះ Pink Diamond នេះអូខ្ញុំមកចង់យករបស់ខ្ញុំមកប្រៀបថាលក់ដាច់ទេអូខេរបស់អ្នកស្អីក៏ដោយខ្ញុំមកយករបស់ខ្ញុំទៅប្រៀបទេព្រោះរបស់ខ្ញុំ vibration ខ្ពស់ណាស់ចូលអ្នកនឹកឃើញផលិតផលអ្នកពេលណាឲ្យអ្នកអរគុណឧបមាថាផលិតផលហ្នឹងអីគេម្នាស់ចុះម្នាស់ហ្នឹងដេកចោលម្នាស់ហ្នឹងប្រៀបដូចជាម្នាស់ស្អីមិនមែនម្នាស់ដែលម្នាស់ដើមដែលលួយណាយើងសុំបែបឧទាហរណ៍ផ្សេងៗតែខ្ញុំអត់លើករបស់ខ្ញុំមកទេឬសាប៊ូក៏បានដែរសាប៊ូអត់មានឈ្មោះសាប៊ូកំពុងតែស្ញាញ់ប៉ាក់លក់អត់ដាច់ដេកស្អាតអូដីរំចិត្តថាមិនសាប៊ូនឹងលក់ដាច់ខ្ញុំធានា360ដឺក្រេថាអ្នកនឹងលក់ដាច់ផលិតផលនៅក្នុងទូដេកចោលលក់អត់ដាច់ទេម៉ែកូនខានលក់ដាច់យូរហើយមិនមានអ្នកសួរទៀតខ្ញុំខានលក់ដាច់យូរហើយបងដោយសារអីដីរំចិត្តអត់ខ្វល់ឲ្យមានសម្ដេចដល់កូនខ្ញុំប្រាប់ផលិតផលខ្ញុំដេកថើបខ្ញុំប្រាប់ថាកូនចង់លក់ដាច់អីកូនឯងអរគុណណានឹកឃើញអរគុណ Diamond Cream នឹកឃើញអរគុណ Diamond Cream អីលក់ដាច់ទៅជន់អូយតែជន់ប្រើល្អតំណាងកាត់ស្តុកអស់អូយកូនមានបណ្ដាអរគុណមួយថ្ងៃប្រូក្រាមហ្នឹងខ្ញុំប្រាប់គីនេះថ្លៃណាខ្ញុំឲ្យកូនចៅខ្ញុំធ្វើគ្រប់គ្នាលក់ដាច់មហាលក់ដាច់សាហាវតាំងតែអ្នកខ្លះអវ៉ាន់ដល់ដៃចេញមានអ្នកខ្លះទៅដេកអោទៀតយកទៅធ្វើអ្នកណាលក់ដាច់ business ខ្លួនឯងកំពុងតែ so set កំពុងតែវាអត់វាគេហៅថា flow ធ្លាក់ទៅអរគុណឲ្យខ្លាំងទៅស្ទាបតឹងឯទៅអរគុណអូយហាងអីឲ្យក្តីស្រឡាញ់ឲ្យក្តីអរគុណសំនឹកនឹកឃើញក្នុងខួរក្បាលយកព្រឹកវិនាទីណាដែលគិតរកវិជ្ជមានឬនឹកឃើញពុកអរគុណនឹកឃើញពុកអរគុណតែចូលមកហៅមកអ្វីដែលអ្នកចង់បាន what you want អ្នកចង់បានអីតែចូលមកច្រើនអរគុណតែចូលមកច្រើនអូយអរគុណហាងមួយនេះពួកខ្ញុំមានអរគុណផលិតផលដែលអូហូអរគុណមករណាឲ្យគ្រប់24មើលឲ្យលើសហ្នឹងមើលឬ100 200ដងអ្នករត់តែអរគុណមើលអរគុណដែលចេញពីចិត្តអ្នកឲ្យអស់ពីបេះដូងឲ្យអស់ពីអារម្មណ៍អ្នកខ្ញុំធានាឲ្យថាផលិតផលអ្នកនឹងមានអ្នកកំងហើយអ្នកនឹងចាប់ផ្ដើមលក់ដាច់ឡើងវិញ1លាន%អ្នកកុំគិតតែការអរគុណរបស់អ្នកខ្ចល់ថាមពលនៃការអរគុណ vibration គឺខ្លាំងចក្រវាលចូលចិត្តការអរគុណព្រោះអីនៅពេលដែលអ្នកនិយាយពីអរគុណថាមពលក្នុងខ្លួនអ្នកគឺអ្នកមានហើយបានហើយទទួលរួចរាល់ហើយអ្នកណាដែល fan Facebook ជាមួយខ្ញុំនឹងឃើញខ្ញុំអរគុណចក្រវាលរាល់ថ្ងៃស្ទើរតែរាល់ថ្ងៃទោះបីខ្ញុំអត់បានផុសជា caption ឬ story តែក្នុងចិត្តខ្ញុំជួបរឿងរ៉ាវល្អខ្ញុំអរគុណចក្រវាលខ្ញុំអរគុណច្បាប់ស្រូបទាញខ្ញុំអរគុណដែលលុយហូរចូលគ្រប់ទិសទីគ្រប់វិនាទីខ្ញុំអរគុណផលិតផលខ្ញុំអរគុណគ្រប់ពេលវេលាអានេះគឺជា key ដ៏បំផិតបំផុតនេះនិយាយមកភ្លើងតែអ្នករៀនច្បាប់ស្រូបទាញដំបូងរៀនមួយខ្ញុំអូសម្ដេចដឹងបុណ្យគុណ21ថ្ងៃផ្លាស់ប្ដូរជីវិតដឹងគុណអរគុណតែនៅពេលដែលទទួលបានហើយផ្លិចតែសុំសំណូមពរអ្នកដែលមកថ្មីចង់បានផ្ទះថ្មីអរគុណផ្ទះចាស់ខ្ញុំមកក្រាបសំពះហ្មងខ្ញុំប្រាប់ខ្ញុំក្រាបសំពះផ្ទះចាស់មករកផ្ទះថ្មីហើយអ្នកបើសិនជាអ្នកមិនកតញ្ញូដឹងគុណមុខរបរដែលកំពុងមានកុំសង្ឃឹមថាអ្នកនឹងបានមុខរបរថ្មីដែលល្អបើអ្នកមិនកតញ្ញូដឹងគុណអរគុណផ្ទះដែលកំពុងនៅអ្នកកុំសម័យតែអ្នកឯងនឹងមានផ្ទះថ្មីខ្ញុំចង់បានអីខ្ញុំអរគុណអាខ្លួនឯងមានហើយបានអរគុណអ្វីដែលចង់បានបន្តទៀតយល់ត្រង់ហ្នឹងអត់គេត្រង់ហ្នឹងឯងអរគុណអាចាស់បូកនឹងអរគុណអាថ្មីនិយាយទៅមួយថ្ងៃគឺពាក្យថាអរគុណវាផុសដាច់ពេញខួរក្បាល24ម៉ោងនៅពេលដែលមានសតិបញ្ញាសតិមាននឹកឃើញគឺអរគុណងាកទៅស្អីក៏អរគុណចឹងអាជីវិតខ្ញុំរត់តែចុះអ្នកខ្លះហើយតែជីវិតវារន្ធត់ម៉ែខ្ញុំស្គាល់តែអាជីវិតរន្ធត់រត់តែប្រឹងរត់តែអស់លុយរកមកប្រហែលក៏